กระดาษសេចក្តីប្រកាសរបស់ PM ផ្ទៃប្រទេសមានតម្លៃទេសេចក្តីប្រកាសបានរកឃើញថាផ្កាយមួយឈឹមឆែមពិតជាបានប្រើហិង្សាដោយចេតនាទៅលើក្មេងស្រីបែរក្រោយមកក្មេងស្រីថារងរបួសដោយខ្លួនឯងទៅវិញនាងថាមានអ្នករៀបចំចាំមើលតើលោក PM ផ្កាយមួយឈឹមឆែមដែលយកកំភ្លើងខ្លីវាយទៅលើក្មេងស្រីត្រូវដេញចេញពីក្របខ័ណ្ឌទេចង់បន្ថយរឿងទៅឲ្យក្មេងស្រីនិយាយថារបួសខ្លួនឯងទៅវិញសេចក្តីប្រកាសព័ត៌មានមួយបន្ទាប់ពីទទួលបានព័ត៌មានករណីបង្កអំពើហិង្សាទៅលើជនរងគ្រោះឈ្មោះប៉ែនសុកណាភេទស្រីអាយុ20ឆ្នាំនៅចំណុចមុខតូបលក់ចាប់ហួយភូមិគោកឃ្លៀងសង្កាត់គោកឃ្លៀងខណ្ឌសែនសុខរាជធានីភ្នំពេញវេលាម៉ោង 20:00 នាទីថ្ងៃទី 22 ខែតុលាឆ្នាំ 2025 ហើយនៅថ្ងៃទី 23 ខែតុលាឆ្នាំ 2025 កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសនិងបានសហការផ្ទេរសមត្ថកិច្ចឲ្យមកកងរាជអាវុធហត្ថដោយសារបុគ្គលប្រព្រឹត្តបទល្មើសជាយុធិនស្ថិតក្រោមការគ្រប់គ្រងរបស់កងរាជអាវុធហត្ថ2មន្ត្រីនគរបាលយុទ្ធធរកងរាជអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវប្រមូលវត្ថុតាងស្ដាប់ចម្លើយជនរងគ្រោះសាក្សីនិងចម្លើយរបស់ឈ្មោះឈឹមឆែមពិតជាបានបង្កហិង្សាដោយចេតនាទៅលើជនរងគ្រោះពិតប្រាកដមែន3កងរាជអាវុធហត្ថសម្រាប់ស្នើសុំតាមឋានានុក្រមទៅអគ្គបញ្ជាការដ្ឋាននៃកងយុទ្ធពលខេមរៈភូមិន្ទផ្អាកមុខតំណែងនិងបញ្ជូនសំណុំរឿងជនប្រព្រឹត្តបទល្មើសឈ្មោះឈឹមឆែមទៅអัยការអមសាលាដំបងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីអាស្រ័យដោយបានគោរពជម្រាបជូនខាងលើសូមសាធារណជននិងអ្នកសារព័ត៌មានមេត្តាជ្រាបជាព័ត៌មានឧត្តមស្នេហ៍ត្រីអេងហ៊ីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស